ในចុងបញ្ចប់ឃាតករគឺជាខ្មោចដោយបន្សល់ទុកតែស្លាកស្នាមតូចមួយនៅលើសម្លៀកបំពាក់របស់ជនរងគ្រោះប៉ុណ្ណោះមានករណីឃាតកម្មមួយបានកើតឡើងនៅក្នុងឆ្នាំ1988ដែលជនរងគ្រោះមានឈ្មោះថាអាណាជីនខេនអាយុ26ឆ្នាំអាណាជីនខេនត្រូវបានគេប្រទះឃើញស្លាប់ដោយមានស្នាមច្របាច់កនៅក្នុងរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយដែលករណីនេះត្រូវបានស្ងប់ស្ងាត់នៅក្នុងឆ្នាំ2022ក្រុមអ្នកស៊ើបអង្កេតបានប្រើប្រាស់ភស្តុតាងកសោវិច័យលើ DNA ពីសម្លៀកបំពាក់របស់នាងជាមួយនឹង DNA នៅលើលិខិតកាលពីឆ្នាំ1990ដែលបានផ្ញើឲ្យនាងដើម្បីកំណត់អត្តសញ្ញាណបុរសនោះរឿងក្តីនេះត្រូវបានដោះស្រាយ34ឆ្នាំក្រោយបន្ទាប់ពីពេលកើតហេតុករណីដែលបានស្ងប់ស្ងាត់ទៅហើយកម្រនឹងមានការសើរើណាស់នៅក្នុងខែតុលាឆ្នាំ1988ម្ដាយវ័យក្មេងម្នាក់ឈ្មោះអាណាជីនខេនដែលមានអាយុ26ឆ្នាំត្រូវបានគេរកឃើញថាស្លាប់ដោយការច្របាច់កហើយទុកចោលនៅតាមបណ្ដោយផ្លូវការស៊ើបអង្កេតតាមបែបបុរាណត្រូវបានបញ្ចប់រឿងក្តីនេះទៅហើយតែការស៊ើបអង្កេតតាម DNA ដែលបានរកឃើញនៅលើសម្លៀកបំពាក់របស់នាងបង្ហាញអំពីប្រវត្តិរូបបុរសមិនស្គាល់មុខម្នាក់ប៉ុន្តែពេញមួយសតវត្សរ៍គឺនៅក្នុងឆ្នាំ1990ដល់ឆ្នាំ2000ប្រព័ន្ធត្រួតពិនិត្យ DNA ហាក់ដូចជាគ្មានចម្លើយសោះជាច្រើនសតវត្សរ៍ក្រោយមកផ្នែកកសោវិច័យបានសើលើរឿងក្តីនេះឡើងវិញហើយបានបង្ហាញឈ្មោះ Scott Crick ដែលជាបុរសម្នាក់ដែលបានស្លាប់នៅក្នុងឆ្នាំ2018នៅពេលដែលមានបច្ចេកវិទ្យាថ្មីគេគ្រាន់តែយកភស្តុតាងចាស់ៗមកវិភាគតាមបែបទំនើបធ្វើឲ្យមានចម្លើយជាទីគាប់ចិត្តការវិភាគតាមបែបវិទ្យាសាស្ត្រនៃករណីនេះគឺសាមញ្ញប៉ុន្តែវាមានអត្ថន័យដ៏ជ្រាលជ្រៅ DNA បុរសមិនស្គាល់មុខម្នាក់ដែលជាប់នៅនឹងសម្លៀកបំពាក់របស់ Kane គឺស្របទៅនឹង DNA ដែលបានរកឃើញនៅលើលិខិតមួយដែលបានផ្ញើទៅកាន់ Reading Eagle នៅក្នុងឆ្នាំ1990ហើយជាមួយនឹងការវិភាគដោយប្រើបច្ចេកវិទ្យាទំនើបនោះទីបំផុតវាបានចង្អុលបង្ហាញអំពីឃាតករដែលមានឈ្មោះថា Crick អស់រយៈពេល34ឆ្នាំកន្លងមកហើយឃាតកម្មរបស់នាងនៅតែជាសំណួរដ៏ឈឺចាប់និងមិនទាន់មានចម្លើយសម្រាប់ក្រុមគ្រួសាររបស់នាងនោះទេនិងជាករណីដ៏គួរឲ្យខកចិត្តមួយសម្រាប់ការអនុវត្តច្បាប់នៅចុងបញ្ចប់ឃាតករគឺជាខ្មោចដោយបន្សល់ទុកតែស្លាកស្នាមតូចមួយនៅលើសម្លៀកបំពាក់របស់ជនរងគ្រោះប៉ុណ្ណោះដំណោះស្រាយឧក្រិដ្ឋកម្មដែលមានអាយុកាលរាប់សតវត្សរ៍នេះគឺជាសក្ខីភាពដ៏មានឥទ្ធិពលមួយចំពោះធាតុផ្សំសំខាន់ធំបំផុតចំនួន2នៃការស៊ើបអង្កេតករណីដែលបានស្ងាត់ទៅហើយនេះឲ្យទទួលបានជោគជ័យ1ការអភិរក្សភស្តុតាងយ៉ាងហ្មត់ចត់ដោយអ្នកស៊ើបអង្កេតជំនាន់មុន2ការអនុវត្តបច្ចេកវិទ្យាបដិវត្តដោយអ្នកជំនាន់ក្រោយទីបំផុតករណីនេះត្រូវបានដោះស្រាយមិនមែនដោយសារការសារភាពឬសាក្សីនោះទេប៉ុន្តែដោយសារលិខិតរបស់ឃាតករផ្ទាល់និងវិទ្យាសាស្ត្រដ៏អស្ចារ្យនៃការវិភាគទៅលើសែនការសិក្សាករណីនេះផ្ដល់នូវការវិភាគកសោវិច័យច្បាស់លាស់អំពីរបៀបដែលអ្នកស៊ើបអង្កេតបានតាមដានទំនាក់ទំនងសែនដែលរកឃើញកាលពីអតីតកាលដើម្បីលាតត្រដាងឃាតករនិងផ្ដល់យុត្តិធម៌ដល់អាណាខេនអ្នកស៊ើបអង្កេតកន្លែងកើតហេតុបានធ្វើអ្វីៗជានីតិវិធីស្តង់ដារនៅពេលនោះពួកគេបានប្រមូលភស្តុតាងពីទីកន្លែងកើតហេតុរួមទាំងសម្លៀកបំពាក់របស់ខេនដែលត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នអំពីសម្លៀកបំពាក់នោះពួកគេអាចញែកទម្រង់ DNA របស់បុរសមិនស្គាល់មុខម្នាក់ប៉ុន្តែនៅក្នុងឆ្នាំ1988បច្ចេកវិទ្យា DNA ស្ថិតនៅក្នុងដំណាក់កាលមិនទាន់គ្រប់ជ្រុងជ្រោយហើយដែលគ្មានជនសង្ស័យនិងគ្មានមូលដ្ឋានទិន្នន័យដែលវិភាគដោយប្រព័ន្ធវិភាគ DNA ដើម្បីរកភស្តុតាងសែនទើបរឿងក្តីនេះគ្មានតម្រុយអ្វីទាល់តែសោះករណីនេះត្រូវបានស្ងប់ស្ងាត់ទៅដែលជាករណីឃាតកម្មមួយក្នុងចំណោមករណីឃាតកម្មជាច្រើនដែលមិនទាន់ដោះស្រាយហើយវាជាស្រមោលខ្មៅដែលតាមលងបន្លាចនាយកដ្ឋានប៉ូលីសទូទាំងប្រទេសការធ្វើតេស្ត DNA ដំបូងបានបញ្ជាក់ពីការស្មានរបស់អ្នកស៊ើបអង្កេតទម្រង់ DNA ពីទឹកមាត់ដែលនៅលើស្រោមសំបុត្រ
គឺជាការផ្គូផ្គងដ៏ល្អឥតខ្ចោះមួយទៅនឹង DNA របស់ជនសង្ស័យដែលបានរកឃើញនៅលើសម្លៀកបំពាក់របស់ជនរងគ្រោះគឺជាជំហានដ៏សំខាន់មួយព្រោះវាបានភ្ជាប់មនុស្សដែលមានការសរសេរសម្បត្តិទៅនឹងសកម្មភាពឃាតកម្មខាងរាងកាយតាមបែបវិទ្យាសាស្ត្រទោះជាយ៉ាងណាក៏ដោយវានៅតែមិនបានផ្ដល់ឈ្មោះឡើយក្រោយមក Scott Grimm មានការចោទប្រកាន់ពីបទយាយីតិចតួចកាលពីឆ្នាំ2002ចំពោះការផ្ញើសម្បត្តិគំរាមកំហែងប៉ុន្តែនេះមិនមែនជាបទល្មើសដែលតម្រូវឲ្យយកគំរូ DNA ត្រូវបានបញ្ជូនទៅមូលដ្ឋានទិន្នន័យនោះទេដូច្នេះករណីរបស់ Kane នៅតែមិនអាចរកច្រកចេញបាននៅក្នុងឆ្នាំ2022ប៉ូលីសបានងាកទៅរក Parabon Nanolab ដែលជាមន្ទីរពិសោធន៍ឯកជនមួយនៃរបបកំហើញដ៏សំខាន់បំផុតមួយនៅក្នុងវិទ្យាសាស្ត្រកុសលវិច័យដោយប្រើបច្ចេកទេស IgG ដែលបានបំបែករឿងក្តីល្បីៗដូចជា Golden State Killer ផងដែរលទ្ធផលដែលបានពី IgG បានផ្ដល់ឈ្មោះមួយប៉ុន្តែវាត្រូវបានចាត់ទុកថាជាភស្តុតាងស៊ើបអង្កេតមិនមែនជាភស្តុតាងដែលត្រៀមរួចជាស្រេចសម្រាប់បន្ទប់សវនាការនោះទេដើម្បីបញ្ចប់សំណុំរឿងនេះប៉ូលីសបានទទួលគំរូ DNA ដោយផ្ទាល់ពី Scott Grimm ដែលបានស្លាប់នៅក្នុងឆ្នាំ2018បន្ទាប់មកមន្ទីរពិសោធន៍ឧក្រិដ្ឋកម្មបានវិភាគ DNA STR ដោយផ្ទាល់ដោយបញ្ជាក់ថា DNA របស់ Grimm គឺជាការផ្គូផ្គងដ៏ល្អឥតខ្ចោះទៅនឹងទឹកមាត់ដែលនៅលើស្រោមសំបុត្រកាលពីឆ្នាំ1990និង DNA ដែលបន្សល់ទុកនៅលើសម្លៀកបំពាក់របស់ Anna Kane ក្នុងឆ្នាំ1988អាថ៌កំបាំងដែលមានអាយុកាល34ឆ្នាំនេះត្រូវបានដោះស្រាយជាស្ថាពរឃាតកម្មទៅលើ Anna Jean Kane គឺជារឿងរ៉ាវដ៏មានឥទ្ធិពលមួយអំពីការអត់ធ្មត់ការច្នៃប្រឌិតវិទ្យាសាស្ត្រនិងការស្វែងរកចម្លើយដ៏យូរអង្វែងវាបម្រើជាមេរៀនដ៏សំខាន់មួយអំពីតម្លៃនៃការអភិរក្សភស្តុតាងយ៉ាងហ្មត់ចត់ការមើលឃើញទុកជាមុនរបស់អ្នកស៊ើបអង្កេតនៅក្នុងឆ្នាំ1988និងឆ្នាំ1990ដើម្បីប្រមូលនិងរក្សាទុកភស្តុតាង DNA ដោយប្រុងប្រយ័ត្នមុនពេលដែលសក្តានុពលពេញលេញរបស់វាត្រូវបានគេដឹងគឺជាហេតុផលតែមួយគត់ដែលករណីនេះអាចត្រូវបានដោះស្រាយ3សតវត្សរ៍ក្រោយមក Scott Grimm បានយកអាថ៌កំបាំងរបស់គាត់ទៅតាមគាត់នៅក្នុងឆ្នាំ2018ប៉ុន្តែគាត់មិនអាចលុបកាកសំណល់សែនរបស់គាត់ដែលបន្សល់ទុកនៅលើសម្បត្តិប្រេស៊ីនីបាននោះទេអរគុណចំពោះការងារដែលមិនចេះនឿយហត់របស់អ្នកស៊ើបអង្កេតនិងអ្នកវិទ្យាសាស្ត្រ